សូមថ្វាយបង្គំចាស់គ្រូខ្ញុំបានមានពីរសំណួរគេសួរខ្ញុំដែរតែខ្ញុំបកស្រាយបានខ្លះសំណួរទី1តើប្រសងបច្ចុប្បន្ននេះបួសដើម្បីអ្វីហើយបើសំណួរខ្ញុំសួរម្ចាស់គ្រូតើម្ចាស់គ្រូបួសដើម្បីអ្វីដែរហើយសំណួរទី2នោះគឺភាគច្រើនអ្នកនៅទីនេះមិនសូវដឹងទេដូចនេះដែលហៅថាព្រះនិព្វានព្រោះអ្នកខ្លះយល់ច្រឡំថាព្រះនិព្វាននឹងច្បាស់ជាមានឋានមានភពត្រង់ណាមួយហើយអញ្ចឹងសូមឲ្យម្ចាស់គ្រូបកស្រាយដូចនេះហៅថាព្រះនិព្វានអស់សំណួរអរគុណច្រើនមនុស្សយើងមានបំណងរៀងខ្លួនបើយើងនិយាយថាសម័យឥឡូវបួសដើម្បីអីបើយើងនិយាយភាកច្រើនបានតែត្រូវគ្រប់ជ្រុងអត់បានឧទាហរណ៍ថាប្រសង់នៅសហរដ្ឋអាមេរិកឬក៏នៅអូស្ត្រាលីប្រទេសគេរីកចម្រើនដែលគេបួសភាកច្រើនគេរៀនយល់សិនបើគេបួសឧទាហរណ៍ថាមានជនជាតិអាមេរិកកាំងខ្លះទៅបួសនៅថៃនៅអីធ្លាប់ដោសបាយណានៃញញៃយូរទៅរកអាសុកនឹងអត់ឃើញក៏គេទៅបួសដែរមិនមានន័យថាគេអត់លុយចាយទេអញ្ចឹងបំណងនៃការបួសរបស់គេក៏ផ្សេងដែរតែបើយើងអាចនិយាយតែក្នុងស្រុកយើងឬក៏នៅក្នុងស្រុកថៃដែលយើងប្រទេសកំពុងអភិវឌ្ឍហ្នឹងភាគច្រើនបួសពីររឿងទី1រក្សាប្រពៃណីមានកូនប្រុសឲ្យបួសទៅសងគុណម៉ែសងគុណឪអីចឹងណាអាហ្នឹងច្រើនហើយមួយទៀតក្រពេកលំបាកអត់មានលុយរៀនក៏បួសទៅងាយទៅរៀនព្រោះកន្លែងស្នាក់នៅមានវត្តមានអីអត់បង់លុយមានញាតិញោមឧបត្ថម្ភអីចឹងទៅអាហ្នឹងដោយច្រើនភាគច្រើនរាល់ថ្ងៃជាក់ស្ដែងគឺអញ្ចឹងហ្នឹងហើយក្នុងនោះក៏មានអ្នកជ្រះថ្លាដែរមិនអត់ទេតែវាតិចភាគរយតិចប៉ុន្តែបើនិយាយថាពីសម័យពុទ្ធកាលបួសរិសាអីភាគច្រើនគេនឿយណាយនៅក្នុងភេទជាកុហកហើយបដិបទាដើម្បីជាចាក់ទុកនឹងខុសគ្នាអញ្ចឹងហើយសួរអាត្មាបួសដើម្បីអីបើនិយាយអង្កលថ្ងៃបួសដើម្បីរកប្រពន្ធណែកន្លែងហ្នឹងក៏កូនចៅគាត់ជេរអាត្មាដែរយកអាត្មាទៅប្រអាប់ខ្លាចអីនិយាយការពិតបើអាត្មាស្រឡាញ់គេមែននោះហើយបើអាត្មាស្រឡាញ់គេមែនហើយអាត្មាថាអូអាត្មាជ្រះថ្លាណាឃើញទុកក្នុងសង្សារវត្តបានមកបួសអាហ្នឹងទុច្ចរិតណាកុហកគេបើអាត្មាកាលហ្នឹងចែកស្រឡាញ់គេនិយាយមែនណាស្រឡាញ់គេហ្នឹងហើយស្រឡាញ់ហើយចង់ធ្វើឲ្យជីវិតគេបានសេចក្តីសុខឆ្នៃថាអញធ្វើម៉េចឲ្យសមធូបប្តីគេចេះគិតចឹងរៀនយើងវានៅឆ្ងាយពីក្រុងពីអីចឹងទៅខ្លាចរៀនវាមិនបានចប់សពគ្រប់កម្លាំងក៏ខ្សោយអីហ្នឹងណាជិះកង់វាមិនដល់ឆ្ងាយសាលាហើយបានលោកពុកអាត្មាគាត់ប្រហើបពេលហ្នឹងក្នុងប្រវត្តិសេអាត្មាសរសេរទុកថាផ្ទះនៅស្រុកស្រែវានាមចេះយើងលេងក្រោមផ្ទះហើយគាត់កំពុងពិសាបាយពេលល្ងាចហ្នឹងគាត់ហៅថាអូនបាទនិយាយមកលឺផ្ទះវាប្រហោងនាបដស័យអូមើលទៅខ្លួនឯងគ្មានកម្លាំងគ្មានអីគេទេឈឺច្រើនអូមានជំរើសពីរទី1ខ្លួនឯងរៀនតទៅទៀតទៅអស់ស្រែជើងស្រុកក៏អូត្រូវតែអស់ដែរធ្វើម៉េចឲ្យមានចំណេះចាំខ្លួនឯងបានមើលទៅខ្លួនឯងចាំខ្លួនឯងដោយសារធ្វើស្រែធ្វើចការទៅរួចណាមួយទៀតបួសប៉ុន្តែបួសមិនមែនបួសចាំវត្តទេបួសទៅរៀនហើយដល់ខណ្ឌលឺថាបួសទៅរៀនអញ្ចឹងកាលហ្នឹងល្បីលោក2អង្គលោកទៅរៀនចាស់ស្រឡាញ់ច្រើនណាព្រោះអញមានតែបួសហើយអញ្ចឹងដាក់ល្បីមកហ្នឹងហើយបួសទៅរៀនចប់គឺថារៀនចប់ពេលណាសឹករកការងារការមីអូនហ្នឹងឯងបំណងគឺអញ្ចឹងអង្គចង់ដឹងពិតមកនិយាយពិតអញ្ចឹងទៅបើលោកគេការចោលបាត់ហើយកូនគេពេញកមុំទៀតហើយសង្ស័យពងមើលផងមិនដឹងអានឹងសួរអាត្មាបួសដើម្បីអីហ្នឹងអញ្ចឹងហើយបើមានបួសដើម្បីទៅពៀនអីទេអត់ទេស្គាល់ទៅពៀនមកពីណាបើគាត់ថាការសម្រេចចិត្តបួសហ្នឹងមិនដឹងថាធัวល្មិចមិនដឹងស្អីផងគ្រាន់តែពុកនិយាយប៉ុណ្ណឹងហ្នឹងហើយស្រាប់តែខ្លួនឯងថាបួសយល់ទៅពៀនវាមិនត្រូវមែនទេហ្នឹងហើយធัวហ្នឹងក៏ទៅតែជ្រះថ្លាហ្នឹងឆ្នាំប្រហែលជាឆ្នាំថ្មបួស
កៅពីឆ្នាំកៅពីហើយអញ្ចឹង30ឆ្នាំគត់ហ្មងគិតអាយុក៏វិហាកន្លោះអាយុភ្នោះនឹងក៏ហៀទៀតទៅ30ឆ្នាំហ្នឹងពូហ្នឹងហើយអាត្មាសូត្រមុនចិត្ត3តមិត្តសកលគ្នាអាត្មាទៅសូត្រមុនការឲ្យគេហើយប្រហែលឆ្នាំមុនទៅសូត្រមុនការឲ្យកូនគេហើយទៀតហើយហើយតែប្រហែលឆ្នាំទៅសូត្រមុនឲ្យចៅគេហ្នឹងជ្រះថ្លាហ្នឹងគឺមកដល់ឆ្នាំ99 98ហ្នឹង98អាដូចហេលហាលពិភពលោកនេះមិនដឹងដើរទៅណាដើរអត់ដឹងទៅណាប៉ុន្តែអានេះគេការចោលបាត់ណាប៉ុន្តែប្រឹងរៀនដែរប៉ុន្តែដឹងថាទៅណាមកណីប៉ុន្តែឃើញគេដប់គ្នាតែអញអញ្ចឹងថ្ងៃក្រោយនិយាយអស់ហើយតែឃើញគេជិះឡានឃើញគេហៅប៉ាហៅម៉ាក់អីចឹងចិត្តដឹងថាថ្ងៃក្រោយចិត្តឃើញថាវាមានសុភមង្គលចឹងប៉ុន្តែដល់ពេលហើយទៅស្រាប់តែមានអ្នកមាននេះស្លាប់មានតកែសុខាគារទៅចောက်មួយធ្វើសុខាគារហ្នឹងមិនតន់ហើយផងស្រាប់តែស្លាប់បាត់ស្រាប់តែគិតចិត្តគិតនេះគិតហ្នឹងបើព្រួតធោឃើញស្អាតទៅវិលទៅណាគិតថាខំរលុយរកាក់សងប់ហើយតកែលឺតែក្មេងទៀតដល់ស្លាប់ទៅប្រពន្ធនៅក្មេងវាស្ដាយជំនួសខ្មោចនិយាយមែនហ្នឹងហើយទី1ទ្រព្យសម្បត្តិច្រើនបុណ្យនៅក្មេងលោងាប់មិនតាន់បានលួយខ្មោចផងគេយកប្តីថ្មីមកដេកឡាសន្តាគារថ្មីហ្នឹងអញកោតជីងចង់ឈឺចិត្តងាប់ហ៎ចេះតែគិតចេះគិតចឹងយ៉ាងច្រើនបើគេមិនយកប្តីថ្មីក៏ដោយយ៉ាងច្រើនភ្ជុំគេទៅបាំងស្គូលក្នុងភ្នោម្ដងចូលឆ្នាំគេម្ដងហ្នឹងហើយអាហ្នឹងបើគេនៅមេម៉ាយហើយលោតែមានអ្នកក្រោយអាម្ដងក៏លែងបានដែរពូអ្នកខ្លះប្រច័នខ្មោចទៀតប្រពន្ធធ្វើឲ្យបុណ្យឲ្យប្តីមុនប្រច័នដាក់ខ្មោចវាគិតតែអាអ្នកងាប់អារស់នេះវាមិនគិតមានអញ្ចឹងហ្នឹងហើយអញ្ចឹងកាលណាបាំងស្គូលមួយឆ្នាំម្ដងក៏លែងបានដែរអញ្ចឹងវិលចង់ទៅអញ្ចឹងនឹកដល់កន្លែងហ្នឹងហេលហាលណាក្រោយមកបានលួបអានបត្រៃបិដកអីខ្លះទៅបានរកទំនុកឃើញថាត្រូវដើរដោយវិធីណាអញ្ចឹងចាប់ផ្ដើមជ្រះថ្លាធម៌ហ្នឹងពីឆ្នាំ98 99មកហ្នឹងហើយដាក់ចិត្តសិក្សាធម៌មែនទែននៅឆ្នាំ2001ហ្នឹងហើយអត់ទេនឹងចឹងឯងជ្រះថ្លាធម៌ហ្នឹងមិនមែនជ្រះថ្លាពេលបួសទេនិយាយម្ដងទៀតថាបួសព្រោះអូនគ្មានបានបួសព្រោះនិព្វានស្អីទេអ្នកសួរថាម៉េចថាអូចឹងទេហើយមួយទៀតចង់ដឹងថានិព្វានហ្នឹងស្អីនិព្វាននិយាយឲ្យមែនទែនទៅគឺកន្លែងអស់អីហ្នឹងឯងហ្នឹងគឺអស់អីហ្នឹងឯងគឺកន្លែងដែលអស់បញ្ហាហ្នឹងឯងកន្លែងអស់ទុកហ្នឹងឯងប៉ិនអស់យ៉ាងណាទោះតែយើងរៀនគណៈអាចឆ្លើយបានថានិព្វានគឺជាឈ្មោះនៃធម៌មួយដែលពលត្រូវឲ្យអស់កិលេសអស់ឫសគល់ដែលនាំឲ្យកើតទុកតែប៉ុណ្្នឹងឯងអត់មានអីពិសេសទៅសោយសុខអីទេនិព្វានមិនមែនកន្លែងសោយសុខទេមែនទេជាអ្វីដែលជាអារម្មណ៍របស់ចិត្តដែលនាំឲ្យអស់ទុក្ខចឹងបានអាត្មាតែងតែឧទាហរណ៍ថានិព្វានប្រៀបដូចជាពេលបន្ទាប់ពីយើងឈឺហើយព្យាបាលអស់មេរោគទៅជាប៉ុណ្្នឹងឯងអត់មានជាស្អីទេគឺស្រួលខ្លួនតែប៉ុណ្្នឹងអញ្ចឹងនិព្វានគ្មានទៅប្រាថ្នាយកស្អីមកទេគឺកន្លែងជាមេរោគដែលនាំឲ្យកើតទុក្ខតែប៉ុណ្្នឹងប៉ុន្តែដើម្បីយល់បានតើយើងយល់ពីអាគ្រប់គ្រាសិនចិត្តចេតសិករូបនឹងសិនដែលជាសង្កតធម៌ហើយដើម្បីតែយើងយល់សង្កតធម៌ហើយផ្ទុយខាងដាក់ផ្ទុយមកគឺអសង្កតធម៌តែប៉ុណ្្នឹងមកចប់